ប្រហែលថ្ងៃនេះគេ trending ពីបទចម្រៀងវៀតណាមជាមួយនឹងខ្មែរកម្ពុជាក្រោម3ដុល្លារនៅធ្វើឲ្យផ្ទះលេខ2នៅគាត់ជ្រួលច្បល់ដែរតែថ្ងៃនេះខ្ញុំអត់មានចម្រៀងអីទេគឺខ្ញុំមកធ្វើម្ហូបផ្ទះលេខ3បងប្អូនស្លម្ជូរយួនទីទៅសម្លម្ហូបនេះឆ្ងាញ់របស់គេដែរជាងស្លម្ជូរធម្មតាញឹកងាប់ហើយចឹងឥឡូវម្ជូរយួនម្ដងមកនឹងស្លខ្ញុំជៀនត្រីនេះត្រីធំដែរណាត្រីកាពីបូមស្រះបានត្រីធំមួយបងប្អូនអើយច្រើនគីឡូដែរត្រីនេះហើយម៉ែខ្ញុំគាត់ពុះម្លែកចៃគ្នាទៅហើយក៏មានម្ហូបប្រចាំតកោមកទៀតស្អប់ហ្នឹងវាម្ហូបគប់សំហ្នឹងណាស្លហ្នឹងក៏អត់មានបាយទេតាមទឹកពុះឲ្យដាក់បន្លែដាក់អីចឹងទៅបងប្អូនចេះស្លហើយខ្ញុំចេះថតទៅបើខ្ញុំមិនថតទេគ្មានស្អីផុសទេម្ហូបសាមញ្ញដែរទេបងប្អូនបន្លែណារឹងដាក់ចូលមុនមកឥឡូវដាក់សាច់ដាក់អីចូលមកងាស់មួយគ្នាទេខ្ញុំអត់ប្រើអាហ្នឹងគេអត់ប្រើប្រហុកទេមែនទេបងប្អូនខ្ញុំប្រើតែទឹកត្រីហើយទឹកត្រីហ្នឹងរៀងទឹកត្រីចាស់ទៅឆ្ងាញ់បងប្អូនជ្រុំអំបិលទុំជ្រុំអីមកដាក់ស្ករវាចេងឲ្យតាមហ្នឹងទៅហើយមានពោតប្រាំងអីហ្នឹងដាក់ចូលទៅបងប្អូនខ្ញុំក្រោយបងជីខ្ទឹមអត់មានខ្ទឹមទេអានេះស្អីគេម្អមហើយនឹងជីណាហើយនឹងជីងវងបងខ្ទឹមប៉ងចូលហើយកោទៅឆ្ងាញ់ទេបងប្អូនថែមប៉ងទាមួយគ្រាប់ទៀតប៉ងទានេះគូសវាយខ្ញុំជឿវាយបំបែកចឹងឯងកាប់ពេញហ្នឹងឯងដាក់មកកូនស្វងយកបាត់មានអីមកហូបបែបនេះចោះបាយដែរហើយបន្ថែមជាមួយនឹងពងទាចៀនអីហ្នឹងមកទៀតហ្នឹងគឺថាហូបបាយអត់ដឹងអាចទេតំណងអត់បងប្អូនបើមិនតាន់ទេមកចេញផ្សារបាយមកខ្ញុំ